សួស្តីអ្នកនរគ្នាថ្ងៃនេះខ្ញុំនឹងបង្ហាញអំពីវិធីបដិសេធឲ្យមិនធ្វើឲ្យមានការបាត់បង់ចំណងមេត្រីរវាងមនុស្សនៅជុំវិញខ្លួនយើងប៉ុន្តែមុននឹងឈានចូលទៅដល់ពីវិធីក្នុងការបដិសេធខ្ញុំនឹងនិយាយអំពីនិយមន័យនៃការបដិសេធជាមុនសិនជាការពិតណាស់ការបដិសេធជាខ្លឹមសារដ៏សំខាន់មួយក្នុងជីវិតដែលយើងមិនអាចខ្វះបានដើម្បីឈានទៅរកភាពជោគជ័យទាំងដំណើរការអភិវឌ្ឍនិងការរីកចម្រើនផ្នែកសម្ព័ន្ធភាពរវាងមនុស្សនិងមនុស្សបើយើងមិនវឹកហាត់ពីសិល្បៈនៃការបដិសេធឲ្យពិនប្រសប់ទេវានឹងក្លាយជាឧបសគ្គមួយដែលធ្វើឲ្យយើងពិបាកស្វែងរកជោគជ័យឲ្យបានល្អឥតខ្ចោះណាស់ដូច្នេះទើបការបដិសេធគឺជាមុខវិជ្ជាមួយដ៏សំខាន់ដែលយើងត្រូវសិក្សារៀនសូត្រស្វែងយល់បន្ថែមដើម្បីបន្តដំណើរជីវិតបើយើងចេះច្បាស់សាំនឹងលក្ខន្តិកៈនិងរចនាសម្ព័ន្ធនៃការបដិសេធបានហើយយើងគឺជាបុគ្គលមួយរូបដែលដើរចិត្តខ្លោងទ្វារនៃភាពជោគជ័យហើយនៅក្នុងជីវិតរស់នៅមនុស្សយើងតែមានការប្រស័យតាក់ទងគ្នាទៅវិញទៅមកដែលមិនអាចជាបានជាពិសេសនៅពេលមានញាតិមិត្តសិក្សាលោហិតឬអ្នកដទៃមកសុំជំនួយឬស្នើសុំអ្វីមួយពីយើងប្រសិនបើយើងមិនទាន់បានត្រៀមលក្ខណៈឬក្នុងករណីណាមួយដែលយើងពុំអាចឆ្លើយតបតាមដំណើរការស្នើសុំរបស់គេបាននោះយើងចាំបាច់ត្រូវបដិសេធទៅវិញប៉ុន្តែនៅពេលដែលយើងបដិសេធវានឹងនាំមកនូវបញ្ហារបស់ចំពោះឲ្យកើតឡើងដូច្នេះតើយើងគួររៀបរកវិធីដូចម្តេចដើម្បីឲ្យភាគីម្ខាងទៀតព្រមទទួលយកការបដិសេធរបស់យើងដោយសន្តិវិធីឧទាហរណ៍មានមិត្តសំណាញ់ម្នាក់មកសុំជំនួយពីយើងតែយើងមិនអាចជួយគេឲ្យសម្រេចតាមគោលបំណងបានដូច្នេះមានន័យថាមិត្តភាពរវាងយើងទាំងពីរនាក់អាចឈានទៅដល់ទីបញ្ចប់ក៏ថាបានប្រសិនបើអ្នកនោះត្រូវជាសាច់ញាតិនឹងយើងវិញគេប្រកាសជាគិតថាយើងមិនមែនជាសាច់ញាតិនឹងគេទៀតទេបើអ្នកនោះជាសង្សារវិញវាកាន់តែយ៉ាប់ទៅទៀតថាយើងមិនស្ម័គ្រស្មោះជាមួយគេហេតុនេះទើបការបដិសេធគឺជាមុខវិជ្ជានិងសិល្បៈមួយដែលលម្អិតនិងស៊ីជម្រៅណាស់ហើយថែមទាំងជារឿងសំខាន់បំផុតទៀតផងម្យ៉ាងវិញទៀតមនុស្សយើងសាបគ្រប់គ្នាដោយប្រើមុខមាត់ច្រើនប្រភេទណាស់ដូច្នេះអ្នកដែលមានភាពប៉ិនប្រសប់ឆ្លៀវវៃនិងចេះប្រើទឹកមុខក្នុងការទំនាក់ទំនងដែលធ្វើការបានយ៉ាងរលូនមានអ្នកគាំទ្រច្រើនប្រហែលជាមិនមានច្រើនប្រមាណទេគឺមានន័យថាមនុស្សភាគច្រើនសឹងតែជាអ្នកមិនសូវមានទំនាក់ទំនងល្អជាពិសេសនៅក្នុងកំឡុងពេលទំនាក់ទំនងរវាងគ្នាក្នុងសភាពប្រសើរនឹងធ្វើឲ្យមនុស្សភាគច្រើនគិតថាសិល្បៈដែលពិបាករៀនបំផុតក្នុងការភ្ជាប់ទំនាក់ទំនងគឺការបដិសេធនេះឯងយើងរស់នៅក្រោមដំបូលមេឃតែមួយថែមទាំងនៅក្នុងប្រទេសតែមួយដូច្នេះកិច្ចទំនាក់ទំនងគ្នាទៅវិញទៅមកគឺជារឿងមួយដែលយើងមិនអាចជៀសផុតបានឡើយពេលខ្លះគេក៏មានរឿងមកសុំអំបោសយើងឬក៏ពេលខ្លះទៀតយើងខ្លួនឯងមានរឿងចង់ឲ្យគេជួយវិញតែនៅពេលដែលយើងមិនបំពេញតាមបំណងគេបានយើងក៏ត្រូវបដិសេធឬត្រូវទទួលបានការបដិសេធពីគេគ្រាន់តែថាតើយើងត្រូវប្រឈមមុខនឹងការបដិសេធបែបណាប៉ុណ្ណោះតាមការសិក្សាស្រាវជ្រាវគេបានបង្ហាញថាមានទស្សនវិទូដ៏ល្បីសម័យក្រិកបុរាណម្នាក់ធ្លាប់បានលើកឡើងថាមនុស្សដែលប្រើជីវិតក្រៅសង្គមមានសម្ព័ន្ធភាពជាមួយនឹងមនុស្សដូចគ្នាបើមិនមែនជាសត្វគឺជាព្រះជាម្ចាស់បើយើងពុំមែនស្ថិតនៅក្នុងលក្ខខណ្ឌទាំងនេះទេដាច់ខាតត្រូវតែមានសម្ព័ន្ធភាពជាមួយអ្នកដទៃមិនខានធ្លាប់មានសង្គមវិទូម្នាក់បានធ្វើការស្រាវជ្រាវដោយបង្កើតសំណួរឡើងថាបើអ្នកត្រូវធ្វើដំណើរទៅរស់នៅកោះមួយតែឯងតើអ្វីដែលសំខាន់បំផុតដែលអ្នកត្រូវនាំទៅជាមួយខ្លួនមនុស្សភាគច្រើនបានឆ្លើយថាទូរស័ព្ទនេះបង្ហាញឲ្យឃើញយ៉ាងច្បាស់ថាយើងមិនអាចកាត់ផ្តាច់ពីលោកនេះបានឡើយយើងនៅតែត្រូវការអាហារខាងផ្លូវចិត្តមិនថារសជាតិវាផ្អែមឬល្វីងជូរឬចត់ហឹរឬប្រៃពីអ្នកដទៃទេគឺដើម្បីបង្កើតបានជាសារធាតុជំនួយដល់កម្រិតប្រាជ្ញារបស់ខ្លួនជានិច្ចមនុស្សពុំអាចខ្វះការប្រស័យតាក់ទងគ្នារវាងគ្នានឹងគ្នាបាននោះទេព្រោះទំនាក់ទំនងនាំមកនូវចំណងមេត្រីដ៏ប្រសើរដែលអាចចែករំលែកសុខទុក្ខឲ្យគ្នាទៅវិញទៅមក
បង្កើតបានទៅជាចំណងសាមគ្គីភាពដែលរឹងមាំនិងមានកម្លាំងបង្កើតបានជាធ្លុងមួយនេះហើយគឺជាគុណធម៌មួយបែបដ៏ប្រសើរបំផុតរបស់មនុស្សយើងកត្តានេះហើយដែលជួយឲ្យសង្គមមនុស្សមានការអភិវឌ្ឍជឿនលឿនឈានទៅមុខយ៉ាងឆាប់រហ័សនិងឥតឈប់ឈរ